មនុស្សឈឺថ្ងៃនេះហើយព្យាបាលជាថ្ងៃណាមួយគង់តែឈឺទៀតជៀសមិនរួចទេគឺមុខតែឈឺហើយមុខតែដល់ថ្ងៃឈឺហើយព្យាបាលលេងបានគឺត្រូវតែស្លាប់មនុស្សគឺវិញ្ញាណដែលហៅថាវិញ្ញាណបានដឹងគឺវិញ្ញាណប្រែទៅជាអារម្មណ៍ដែលយើងហៅថាមានអារម្មណ៍នោះឯងមនុស្សមិនដែលមានអារម្មណ៍ថាជីវិតមនុស្សដូចជាគ្មានតម្លៃអីសោះឈឺថ្ងៃនេះព្យាបាលបានជាទៅផ្ទះរស់សប្បាយជួបជុំបងប្អូនជួបជុំប្រពន្ធកូនមួយថ្ងៃកន្លងផុតទៅគ្មានសល់អ្វីពីការចងចាំលុះដល់ស្លាប់បាត់យូររាប់រយពាន់ឆ្នាំទៅអ្នកណាក៏មិនចាំយើងគឺទទេសោះសូន្យជាយូរបន្តិចមកក៏ឈឺទៀតរហូតដល់ឈឺព្យាបាលលេងជាហើយស្លាប់ពី300ឆ្នាំទៅអ្នកណាក៏មិនចាំយើងតើតែប៉ុណ្្នឹងឬជីវិតអ្វីត្បិតតែក្នុងលោកនេះគ្មានអ្វីដឹងក្រៅពីវិញ្ញាណទេតែវិញ្ញាណដឹងខុសដឹងភ្លាវខ្លាំងណាស់រឿងអត់បានការតែវិញ្ញាណវុវីដឹងជាអារម្មណ៍ថាមានន័យខ្លាំងណាស់សមាទិដ្ឋិគឺអារម្មណ៍ដឹងត្រូវនេះឯងទុក្ខដឹងថាទុក្ខសុខដឹងថាសុខមានន័យដឹងថាមានន័យមានតម្លៃដឹងថាមានតម្លៃមានប្រយោជន៍ដឹងថាមានប្រយោជន៍គ្មានប្រយោជន៍ដឹងថាគ្មានប្រយោជន៍ដែលហៅថាដឹងគឺវិញ្ញាណប្រែជាអារម្មណ៍ហើយដឹងគឺមានអារម្មណ៍ថានឹងហើយគឺជាការដឹងរបស់វិញ្ញាណគ្រាន់តែរឿងជីវិតឥតន័យឥតខ្លឹមសារជារឿងទទេសោះសូន្យប៉ុន្តែវិញ្ញាណមានអារម្មណ៍ថាជីវិតមានន័យមានខ្លឹមសារមិនមែនទទេទេតើទៅសង្ឃឹមលើវិញ្ញាណប្រភេទនេះឲ្យអាកាត់ថារឿងនេះខុសរឿងនោះត្រូវបានយ៉ាងម៉េចទៅបើគ្រាន់តែភាពសោះសូន្យរបស់ជីវិតវិញ្ញាណនោះមិនដែលមានអារម្មណ៍ត្រឹមត្រូវអំពីជីវិតផងនឹង